សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងជួបជាមួយនឹងខ្ញុំទៀតហើយដែលថ្ងៃនេះខ្ញុំនឹងមកចែករំលែកអំពី technique នៅក្នុងការធ្វើ poster ងាយៗដោយខ្លួនឯងដោយមិនចាំបាច់ប្រើកម្មវិធីលក្ខណៈ professional បាទដូចជា Photoshop ឬក៏ Illustrator អីចឹងហើយសម្រាប់បងប្អូនដែលគាត់ទើបតែបង្កើត page ថ្មីឬក៏គាត់ត្រូវការposter សម្រាប់ផុសលក់ផលិតផលរបស់គាត់អាចសាកល្បងជាមួយនឹងកម្មវិធីហ្នឹងបានហើយកម្មវិធីហ្នឹងគឺគេកំពុងតែប្រើទូលំទូលាយមែនទែនគឺកម្មវិធី Canva អញ្ចឹងចង់ដឹងថាតើរបៀបធ្វើ poster ងាយៗសម្រាប់Facebook របស់បងប្អូនសម្រាប់លក់ផលិតផលផ្សេងៗដូចជាកៅអៅស្បែកជើងឬសម្ភារៈផ្សេងៗតើគេធ្វើយ៉ាងម៉េចបាទសូមទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងជាដំបូងយើងចូលទៅក្នុង Google យើងមកយើង search ពាក្យថា Canva មកបាទនេះលោតចេញមកហើយបាទដើម្បីចូលប្រើកម្មវិធីនឹងបានសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះសោះគឺដំបូងយើងត្រូវ log in ចូល Canva ហ្នឹងសិនបាទហើយបន្ទាប់មកយើងឃើញ option ប្រមាណនៅក្រោមនេះគឺជា tool ខ្លះសម្រាប់ប្រើ Canva យើងអាច create new project បានមាន template មានអីចឹងទៅបាទអញ្ចឹងដើម្បីធ្វើ poster ងាយៗបាទឧទាហរណ៍ថាបងប្អូនលក់ស្បែកជើងអញ្ចឹងបងប្អូនចូលមកកន្លែង template នេះមកបន្ទាប់មកចុចយកពាក្យថា search អញ្ចឹងតាក់ទងនឹងស្បែកជើងយើងគ្រាន់តែទៅ search ពាក្យថា shoe poster អញ្ចឹងណាបាទនេះអញ្ចឹងបើសិនជាបងប្អូនត្រូវការធ្វើ poster អំពីស្បែកជើងហើយបើសិនជាអាចបងប្អូនអាចកែយើងជ្រើសរើសរកposter ណាមួយដែលវាស្អាតយើងគិតថាល្អយើងអាចយករូបហ្នឹងមកកែដើម្បីធ្វើជា poster របស់យើងបានឥឡូវឧទាហរណ៍ថាខ្ញុំយកposter មួយរក poster មួយដើម្បីឧទាហរណ៍ឲ្យបងប្អូនមើលបាទហើយសម្រាប់ទំហំគឺមានទំហំបញ្ឈរមានទំហំជាការ៉េបាទអញ្ចឹងបើសិនជាយើងស្រឡាញ់ទំហំការ៉េយើងយកទំហំការ៉េទៅហើយបើសិនជាយើងយកស្រឡាញ់ទំហំបញ្ឈរយើងយកទំហំបញ្ឈរទៅហើយបើសិនជា Canva បងប្អូនអត់ទាន់មានបង់លុយប្រើអីទេយើងរើសយក poster ណាមួយដែលមានដែលអត់មានសញ្ញានេះបាទគឺសញ្ញានេះគឺត្រូវបង់លុយបាទយើងអាចប្រើបានអញ្ចឹងខ្ញុំឧទាហរណ៍ poster នេះឲ្យមួយចុចកន្លែងហ្នឹងមកយើងចុចយក customize this template ហើយចំណុចនៅក្នុងការ design poster ឧទាហរណ៍បើសិនជាយើងមានរូបស្បែកជើងផ្ទាល់ដែលជាផលិតផលរបស់យើងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាupload ចូលដើម្បីយើងស្រួលថាយើងចង់លក់ស្បែកជើងប្រភេទ A ប្រភេទ B អញ្ចឹងយើងមានរូបឲ្យគេមើលអញ្ចឹងឧទាហរណ៍ថាបើសិនបើយើងចង់កែ poster នឹងមួយអញ្ចឹងយើងដាក់មកតើស្បែកជើងនឹងម៉ាកអីហើយតម្លៃបើយើងអាចដាក់តម្លៃក៏បានឬក៏យើងមិនអត់ចង់ដាក់តម្លៃក៏បានដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់កែកន្លែងនេះមួយអញ្ចឹងងាយស្រួលទេយើងទៅសេជាខ្មែរមកបែកជើងមកដល់ថ្មីអីចឹងទៅបាទហើយកន្លែងនេះគេដាក់ up to 30% off នេះអញ្ចឹងយើងដាក់ថាបញ្ចុះតម្លៃប្រហែលឧទាហរណ៍ថាស្បែកជើងហ្នឹងចុះតម្លៃ 10% 5% អីចឹងទៅអញ្ចឹងយើងអាចកែកន្លែងនេះមកយើងដាក់ថាបញ្ចុះតម្លៃកន្លែងនេះខ្ញុំដាក់តា 10% បានហើយបាទអញ្ចឹងស្បែកជើងហ្នឹងគឺបញ្ចុះតម្លៃ 10% បាទនេះយើងអាច move ទៅកន្លែងណាក៏បានដែរហើយវាមាន template ស្រាប់ៗសម្រាប់ឲ្យយើងជ្រើសរើសហើយបើសិនជាយើងអត់ចង់បានកន្លែងណាមួយយើងគ្រាន់តែចុចពាក្យថាចុច select លើនឹងមួយមកបន្ទាប់មកយើងចុចនៅលើ keyboard delete មកបើកន្លែងនេះបើសិនជាយើងចង់ដូរអីដាក់អក្សរអីផ្សេងទៀតក៏បានដែរអញ្ចឹងកន្លែងនេះខ្ញុំអត់ត្រូវការទេខ្ញុំលុបចោលបាទអញ្ចឹងកន្លែងខាងក្រោមនេះយើងអាចលុបshop now នេះឬក៏កន្លែងនេះគេដាក់ website បើសិនជាហាងយើងមាន website យើងអាចសរសេរដាក់នៅក្រោមហ្នឹងទៅបើសិនជាអត់ទេយើងអាចដូរទៅជាព័ត៌មានផ្សេងៗដូចជាcontact number ឬក៏
page Facebook name អីចឹងណាបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់តាលេខទូរស័ព្ទមួយទៅបានហើយបាទខ្ញុំកែកន្លែងនេះទៅលេខទូរស័ព្ទឥឡូវយើងឧទាហរណ៍ទៅលេខទូរស័ព្ទ012 1 2 3 4 5អីចឹងទៅអញ្ចឹងគឺជាព័ត៌មានមួយសម្រាប់ poster របស់បងប្អូនហើយនៅក្នុងចំណុចពិសេសរបស់ Canva ហ្នឹងគឺយើងអាច move object ទាំងអស់ដូចថាយើងអត់មានបទពិសោធន៍នៅក្នុងការ design ក៏យើងអាចdesign បានដែរបាទ